សម្រាប់អ្នកដែលចង់ដាក់ subtitle នៅក្នុងវីដេអូរបស់ខ្លួនឯងជាភាសាខ្មែរឲ្យលោតជាលក្ខណៈ new feed បែបនេះអ្នកនរគ្នាលេងពិបាកទៀតហើយនាពេលបច្ចុប្បន្នដោយគ្រាន់តែអ្នកនរគ្នាមើលវីដេអូរបស់ខ្ញុំឲ្យចប់ទៅអ្នកនរគ្នានឹងទទួលបាន subtitle នៅក្នុងវីដេអូរបស់អ្នកនរគ្នានឹងចេះកាត់វីដេអូអ្នកនរគ្នានឹងចេះយក subtitle យកមកដាក់ដោយឥតគិតថ្លៃតាមរយៈការខ្ញុំចែកចម្លែកក្នុងវីដេអូនេះចឹងវីដេអូនេះខ្ញុំធ្វើឡើងដើម្បីចែកចម្លែកទាក់ទងជាមួយនឹងការដាក់ subtitle នៅក្នុងវីដេអូរបស់អ្នកនរគ្នាឲ្យមានលក្ខណៈប្លែកនិងរបៀបយក subtitle យកមក generate ដាក់តតែម្ដងចឹងខ្ញុំសូមប្រាប់ tip ទាក់ទងជាមួយនឹងការដាក់ subtitle នៅក្នុងវីដេអូហ្នឹងខ្ញុំសូមឲ្យ tip អ្នកនរគ្នាចំនួន4ទី1អ្នកនរគ្នាត្រូវមានវីដេអូរបស់ខ្លួនឯងហ្នឹងជាភាសាខ្មែរតែវីដេអូហ្នឹងយើងអាចកាត់ឲ្យហើយមកហើយទី2យើងធ្វើការយកសំឡេងពីវីដេអូដែលយើងបានកាត់ហើយហ្នឹងយកមកក្រៅសិនមកដល់យើងក៏ដាក់ export វាចេញឲ្យលក្ខណៈជា file តូចមួយមកឲ្យមានសលេងមកឬក៏ជា file audio មកក៏បានដែរហើយចំនួន step ទី3យើងត្រូវមាន website មួយគឺ AI Studio អញ្ចឹង AI Studio ហ្នឹងវានឹងធ្វើការ convert សំឡេងរបស់យើងទៅជា subtitle ហើយយើងចូលដល់ step ទី4របស់យើង subtitle របស់យើងដែលយើងបានចេញពី website AI Studio ហ្នឹងយើងធ្វើការយកវាមកកាន់មានថា file ដែលយើងយកពី website AI ហ្នឹងគឺជា file TXT អញ្ចឹងទៅអញ្ចឹងយើងនឹងធ្វើការ step ទី4ហ្នឹងយើងនឹងធ្វើការកំឡាញ file TXT ហ្នឹងទៅជា SRC បន្ទាប់មកយើងនឹងធ្វើការទាញយក file ហ្នឹងទៅដាក់នៅក្នុងវីដេអូនៅក្នុង CapCut របស់យើងវិញរួចជាការស្រេចcònដែលយើងបន្ថែម color បន្ថែមពណ៌ទៅអូខេវីដេអូរបស់យើងនឹងទទួលបាន subtitle ដែល professional មួយអញ្ចឹងតោះយើងទៅទស្សនាជាមួយនឹងវីដេអូរបស់ខ្ញុំអរគ្នាចង់ដឹងថារបៀបនៃការធ្វើវារបៀបណានេះគ្រាន់តែខ្ញុំនិយាយក្នុងវីដេអូរបស់ខ្ញុំក្នុងការចាប់ផ្ដើមធ្វើឲ្យអ្នកនរគ្នាយល់ទ្រូអំពីរបៀបនៃការធ្វើអ្នកនរគ្នាកុំភ្លេចជួយចុច subscribe និងដាក់សញ្ញាកណ្ដឹងនៅលើវីដេអូរបស់ខ្ញុំអ្នកមួយផងយើងធ្វើការចូលក្នុង browser បន្តមកទៀតយើងធ្វើការ AI Studio នៅក្នុង Google របស់យើងមករួចយើង upload នៅ file វីដេអូដែលយើងបាន upload ហើយរួចយើងស្រុះយកនៅវីដេអូដែលយើងបាន edit ហើយបន្តមកទៀតនៅផ្នែកខាងលើនេះយើងធ្វើការវាយអក្សរដែលខ្ញុំបានដាក់នៅក្នុង description អក្សរនេះសម្រាប់បញ្ជាក់ថាជា keyword បន្តមកយើងធ្វើការ run ឬក៏យើងចុច L បន្តមកទៀតយើងធ្វើការរងចាំវាបន្តិចទៅក្រោយពីវា generate ឲ្យយើងរួចហើយយើងទទួលបាន subtitle បន្តមកទៀតអ្នកនរគ្នាធ្វើការ download ឬក៏ copy វាទៅដើម្បីបំលែងទៅជា file TXT បន្ទាប់ពីយើងធ្វើការ download និងបំលែង file រួចហើយយើងទៅមើល file ហ្នឹងមើលនេះគឺជា subtitle យើងទទួលបានបន្ទាប់ទៀតយើងចូលក្នុង browser យើងវាយ website មួយទៅឈ្មោះ TXT to SRC ជួនម្ដងនេះយើងធ្វើការ upload ឬយើងពាក្យថា choose file រួចយើងយក subtitle ដែលយើងបានទាញយកមិញយើងដាក់ចូលក្នុងនេះបន្តមកទៀតយើងធ្វើការចុចនៅពាក្យ continue ដើម្បីបំលែង file TXT ទៅជា SRC ដើម្បីយកទៅដាក់នៅក្នុងវីដេអូឥឡូវនេះ file របស់យើងទទួលបានហើយដែលមានថា SRT បន្តមកយើងចូលដល់វគ្គយើងទាញ subtitle យកមកដាក់ហើយចម្រើនក្នុង CapCut យើងយកកន្លែង local នេះបន្តមកទៀតយើងធ្វើការ export file រួចយើងធ្វើការស្រាវជ្រាវក្នុង file ដែលយើងបាន download មិញដែលមានអក្សរ SRT នៅខាងក្រោយបន្តមកទៀតអ្នកនរគ្នាទាញអក្សរហ្នឹងមកដាក់នៅលើវីដេអូរបស់អ្នកនរគ្នាឲ្យបានត្រឹមត្រូវទៅតាមវីដេអូដែលអ្នកនរគ្នាបានកាត់រួចយើងធ្វើការតម្រឹមវាឲ្យស្មើទៅបន្តយើងធ្វើការបន្ថែមទំហំអក្សរឬក៏ add color ឬក៏ដាក់អ្វីផ្សេងៗដែលអ្នកនរគ្នាចង់បានដូចជា animation សម្រាប់ load តាម play ឬក៏អក្សរ load តាមចង្វាក់អីចឹងទៅដើម្បីឲ្យវាមានមើលទៅមានសោភ័ណភាពអូខេនេះជារបៀបនៃការដាក់ subtitle នៅក្នុងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរ